ផ្ដើមភាគ16ឡើងគឺនៅពេលដែលចៃរ៉ូគឺមានកបិតដុសពីជើងគាត់នឹងឯងដែលចនេះឃើញយ៉ាងគឺស្លន់ជាងចៃរ៉ូទៀតតែចៃរ៉ូវិញអាអ្នកឈឺឡើងធម្មតាហើយចៃរ៉ូក៏ប្រាប់ចនេះថាវាកំពុងតែកាត់ជើងគាត់បដាហើយនេះហើយចនេះគាត់ក៏សង្ស័យថាតើអេនដ្រេប៊ូមហ្នឹងគឺធ្វើអីលើចៃរ៉ូមែនឬក៏អាពីរអ្នកនៅមុខហ្នឹងហើយចនេះគឺសួរចៃរ៉ូហ្នឹងបានធ្វើអីខ្លះមិនបានទៅជាដល់ណាហ្នឹងចៃរ៉ូបានប្រាប់ថាដោយសារតែមុនហ្នឹងគឺគាត់បានទាត់ក្បត់របស់អេនដ្រេដល់ពេលអញ្ចឹងទៅជើងគាត់ស្រាប់តែអញ្ចឹងបណ្ដោយហើយចៃរ៉ូក៏សង្ស័យថាប្រហែលជាក្បត់អេនដ្រេហ្នឹងមានពឹសឬក៏ខ្លួនរបស់អេនដ្រេមានមេរោគអីហើយច្បាស់ណាស់គឺមកពីអាក្បត់របស់អេនដ្រេហ្នឹងហើយប៉ុន្តែគាត់ដឹងថាវាគឺជាអីគេទេហើយអាពីរអ្នកកូនជាសែនក៏បានជិះមករកពួកគេទាំងពីរនាក់ហើយចៃរ៉ូឃើញជាងក៏ស្រែកប្រាប់ចនេះថាកុំឲ្យពួកហ្នឹងមកទៅទាញកភ្លើងបាញ់ពួកហ្នឹងទៅតែនៅពេលដែលចនេះគាត់រៀបនឹងបាញ់ហ្នឹងណាអាកភ្លើងរបស់គាត់ស្រាប់តែរវល់ខ្ចៅចេញកភ្លើងចេញអីមកអស់លីងហើយអាខ្ចៅនឹងខកភ្លើងអីដែលវាខ្ទាតចេញមកស្រាប់តែវាទៅបុកលើចៃរ៉ូតែម្ដងតែចៃរ៉ូឆ្ងល់មែនតើតែចនេះធ្វើស្អីគេប៉ុន្តែចនេះក៏ប្រាប់ថាកភ្លើងគឺវាខ្ទេចខ្ចៅទៅខ្លួនឯងមិនដឹងកើតអីទេហើយចនេះក៏បន្ថែមទៀតថាកភ្លើងគឺជាកភ្លើងសេរីចាស់ក៏ដែរប្រើទេប៉ុន្តែសុកស្រាប់លើកភ្លើងហ្នឹងរុះខ្ចៅខ្ទេចអស់យ៉ាងហ្មងក៏ដឹងអីទេហើយអីដែលសំខាន់ហ្នឹងគឺអាគ្រឿងកភ្លើងហ្នឹងគឺវាហោះទៅរកចូលខ្លួនរបស់ចៃរ៉ូតែម្ដងតែគ្រឿងកភ្លើងរុកចូលខ្លួនចៃរ៉ូហ្នឹងដូចចៃរ៉ូហ្នឹងដែលឆក់ចឹងហើយចនេះគាត់ក៏បានឃើញស្រែកថាមានកបិតមួយហ្នឹងគឺវាហោះមករកចៃរ៉ូទៀតហើយអាឆេដប់ក៏និយាយទៅវាថាតើបងប្រុសហ្នឹងងាប់ហើយមែនព្រោះថាមើលទៅអត់កម្រើកសោះវាក៏ថាវាថាហើយនិយាយច្រើនដល់ហើយសេដប់ក៏ប្រាប់ឲ្យវាហ្នឹងគឺទៅខាងម្ខាងទៀតកុំមកខាងមកមួយគាត់ទៅម្ខាងទៀតដើម្បីឲ្យចូលចិត្តពួកក្រុមចៃរ៉ូហ្នឹងហើយអាប៉ែហ្នឹងក៏និយាយថាសេដប់ហ្នឹងគឺយឺតខ្លាំងយឺតដូចម៉ែហើយចឹងហើយកុំធ្វើដូចជាមនុស្សស្រីដែលចេញពីផ្ទះហើយធ្វើជាស្រីរស់ស៊ីចឹងហើយក៏ជេរប្រពន្ធខ្លួនឯងហ្នឹងថាជាមនុស្សស្រីអត់ប្រយោជន៍ហើយក៏ប្រាប់ឲ្យ Shader ហ្នឹងឡើងលើសេះរបស់ខ្លួនហើយនឹងជីទៅរកក្រុមចៃរ៉ូទៅហើយចុះនេះក៏និយាយថាប្រហែលជាខ្លួនរបស់ចៃរ៉ូជាដៃឆក់អីបានឆក់ដៃអីមកចូលខ្លួនពេញហ្នឹងហើយចៃរ៉ូចុះនេះក៏ឆ្ងល់ដែរថា3នាក់កូនហ្នឹងវាមានថាអំពើគ្រប់គ្រងដែកមែនដូចរីសូតូក្នុងវគ្គ5ដែលកំពុងតែនិយាយគ្នាស្រាប់តែមានកបិតមួយហោះមកចូលចៃរ៉ូតែសំណាហើយដែលគាត់ប្រើ Steel Ball របស់គាត់ហ្នឹងគ្រប់គ្រងស្ថានភាពហ្នឹងតាន់កម្មីហ្នឹងក៏កបិតហ្នឹងហោះចូលក្បាលគាត់បាទហើយអា2នាក់កូនក៏បានរត់ចូលមកដល់ជិតពួកគេហើយចៃរ៉ូដឹងធ្វើម៉េចក៏គប់ Steel Ball ទៅពួកនឹងតែម្ដងទៅប៉ុន្តែពួកនឹងគ្រាន់តែផ្ទះដៃមកបន្តិចគឺ Steel Ball របស់ចៃរ៉ូខ្ទេចតែម្ដងហើយកុំថាឡើយចៃរ៉ូសំបីចោនេះក៏ភ្ញាក់ដែរព្រោះអា Steel Ball នឹងគឺរឹងខ្លាំងណាស់ហើយអា Setup ក៏និយាយថាលេខ1គឺប៉ាលេខ2បងប្រុសលេខ3គឺខ្ញុំហើយលុយពួកយើងនឹងគឺយើងបានលុយចែកគ្នាទាំងអស់គ្នាតែវានិយាយនឹងវាយកអីមកអួតទេហើយបើសិនជាគិតលុយទាំងអស់ដែលពួកវាបូកនឹងគឺវាប្រហែលជា 55.1 លានតែចោនេះកំពុងនិយាយមួយចៃរ៉ូគឺឆ្ងល់មែនថា2នាក់នេះណាគេមិនបានមកចឹងហើយមិនបានបើរបស់ចៃរ៉ូបាត់នៅពេលដែលចៃរ៉ូគប់ហើយចោនេះក៏បន្ថែមទៀតថាគឺពួកគេត្រូវបានឡំពាត់ជាប់ហើយគឺពួកនឹងគឺជីជុំវិញពួកគេទាំង2នាក់តែម្ដងហើយចៃរ៉ូក៏និយាយថាពួក3នាក់នេះគឺខុសពី Robinson គ្រាន់តែចិញ្ចឹមសត្វល្អិតនៅក្នុងភ្នែកទេប៉ុន្តែពួកនេះវិញគឺពិតជាចម្លែកមែនទែនហើយចៃរ៉ូក៏ដឹងដែរថាពួកហ្នឹងវាប្រើវិធីគេបានពួកវាអាចធ្វើចឹងបានដល់និយាយគ្នាសុកស្រាប់តែ Android Boom បានភ្ញាក់ហើយយើងក៏បានឃើញរវាង stand របស់វាដែលមានពណ៌ស្វាយហ្នឹងឯងដែលឥឡូវនេះពឹសដែលសត្វប្រគួយដាក់នៅលើខ្លួនរបស់ Android ហ្នឹងគឺជឿវិញហើយចៃរ៉ូគាត់ក៏មានអារម្មណ៍ដឹងដែរថាមើលឃើញ stand ប៉ុន្តែគាត់មើលអត់ឃើញទេព្រោះថាគាត់មាន stand ទេគាត់មានអារម្មណ៍ថាដូចជាមានស្អីមួយនៅលើខ្លួនរបស់ Android តែមើលអត់ឃើញហើយចោនេះក៏រំលឹកចៃរ៉ូថាជើងរបស់ចៃរ៉ូគឺហូរឈាមខ្លាំងជាងមុនទៀតតែចៃរ៉ូគឺគាត់ដឹងហើយប៉ុន្តែគាត់គ្រាន់តែនិយាយប្រឡប់អីទៅកុំឲ្យគាត់នឹងមានអារម្មណ៍ថាឈឺជាងមុនទៀតហើយអាកំតិចកំភ្លើងឬក៏កបិតអីទាំងអស់ហ្នឹងគឺកាន់តែចូលស្បែករបស់ចៃរ៉ូកាន់តែជ្រៅហើយចៃរ៉ូក៏មានអារម្មណ៍ថារាល់ពេលដែលពួកហ្នឹងគឺបានមកដល់ជិតពួកគេហ្នឹងគឺមានអារម្មណ៍ថាអាកបិតនឹងការរុញចូលរបស់សាច់ចៃរ៉ូហ្នឹងគឺចូលជ្រៅជាងមុនខ្លាំងជាងមុនទៀតតែណាគេធ្លាប់មើលវគ្គ4ហ្នឹងគឺដឹងហើយថា Eco X3 ហ្នឹងនៅពេលដែលវាប្រើអាទម្ងន់របស់វាហ្នឹងនៅពេលដែលវានៅចិត្តទៅត្រូវវាកាន់តែចិត្តគឺអាកម្លាំងរុញរបស់វាគឺកាន់តែខ្លាំងអញ្ចឹងអាធម្មពលដែលត្រូវលើចៃរ៉ូគឺដូចគ្នាយ៉ាងនៅពេលដែលពួកហ្នឹងគឺចូលមកកាន់តែចិត្តការរុញចូលនឹងកម្លាំង
រួចហ្នឹងគឺកាន់តែខ្លាំងជាងមុនតែវាខុសត្រង់ថា Echo Axie គឺវាយបានតែចម្ងាយ5ម៉ែត្រទេតែការវាយបាចៃរ៉ូគឺវែងមែនទែនហើយចៃរ៉ូក៏ភាកដឹងថាបើសិនជាពួកហ្នឹងមកចិត្តទៅបន្តិចទៀតហ្នឹងគឺជើងរបស់គាត់ហ្នឹងគឺធ្លុះយកតែម្ដងហើយចៃរ៉ូហ្នឹងក៏បានសួរចនេះថានៅពេលដែលគាត់ប៉ះកបិតហ្នឹងចនេះនៅកន្លែងហ្នឹងមែនចនេះក៏បញ្ជាក់ពីរឿងហ្នឹងហើយក៏ប្រាប់ថានៅពេលដែលខ្លួនចៃរ៉ូបានប៉ះកបិតហ្នឹងហើយស្រាប់តែរាងកាយរបស់ចៃរ៉ូប្រៀបដូចជាត្រូវបានកណិចជាប់គ្នាចឹងហើយអាសេដប់ហ្នឹងគឺវានៅឆ្លៀតស្រែកនិយាយឌឺចៃរ៉ូទៀតដែលចៃរ៉ូគឺគាត់ខឹងមែនតើដែលពួកគេហ្នឹងគឺត្រូវបានគេឡោមព័ទ្ធហើយអែមត្រេក៏បានជិះសេះទៅចិត្តប្អូនវាហើយធ្វើញាក់ចំហហើយសួរប្អូនវាថាហើយចេះធ្វើអីហើយសេដប់ក៏ប្រសើរបងវាហើយសួរថាធ្វើម៉េចប៉ុន្តែអាអែមត្រេប្រាប់ទេហើយក៏និយាយថាហើយហ្នឹងគឺមិនអាចធ្វើចឹងបានទេនៅពេញមួយជីវិតហើយអែមត្រេក៏វាធ្វើញាក់ចៅញាក់កជាអីទៀតទេអាអែមត្រេឡប់ជួយមកហើយអាសេដប់វិញក៏ឃើញបងវាធ្វើចឹងគឺសរសើរបងវារហូតហ្មងហើយអាឪវាក៏ស្រែកហៅឲ្យពួកហ្នឹងគឺទៅរកចៃរ៉ូចនេះនោះហើយនឹងបញ្ចប់រឿងហ្នឹងឲ្យលឿនទៅតែចៃរ៉ូនៃចនេះវិញក៏លើពណ៌ហ្នឹងនិយាយចឹងគឺភ័យខ្លាំងមែនតើមើលទៅមុខចនេះទៅដឹងហើយអែនត្រេក៏និយាយថាពណ៌ហ្នឹងប្រហែលមានកំភ្លើងទៀតប៉ុន្តែឪវាក៏និយាយថាមិនអីទេទោះមានកំភ្លើងទៀតក៏អត់ប្រយោជន៍ដែរអែនត្រេលើចឹងវាក៏មានអារម្មណ៍ថារឿងក្លាហានជាងមុនហើយក៏និយាយថាខ្ញុំនឹងគឺទៅកំចាត់ពួកវាព្រោះថាពួកហ្នឹងអត់ឲ្យភ្លើងខ្ញុំទេនៅពេលខ្ញុំហ្នឹងត្រូវពឹសចុយអានេះល្មើគុណអញខំឲ្យភ្លើងប៉ុណ្្នឹងហើយលើថាអញតែគាត់ទៀតហើយអែនត្រេក៏និយាយថាខ្លួនហ្នឹងគឺនឹងសងសឹកចៃរ៉ូព្រោះចៃរ៉ូហ្នឹងធ្វើបាបគាត់ណាស់ចុយអញធ្វើអីហីតែចៃរ៉ូនៅពេលគាត់លឺចឹងគាត់ក៏ទាញ steel ball របស់គាត់ហ្នឹងយកមក spin ដាក់នឹងដៃឲ្យហើយតែម្ដងទៅមកចិត្តដាក់មកបាល់កដាមុខមកហើយអា setup ហ្នឹងក៏បានមើលឃើញបាល់របស់ចៃរ៉ូហើយក៏និយាយថាបាល់របស់ចៃរ៉ូហ្នឹងហើយដែលគប់ធ្វើឲ្យចៃរ៉ូឈ្នះនៅវគ្គទី1តែអែនត្រេនឹងឪវាវិញបែរជាអត់ខ្វល់ទេហើយបែរជាសោចវិញអា setup វិញគាត់តែឃើញឪវាហើយបងវាសោចចឹងវាក៏និយាយថាវាហ្នឹងគឺចង់លោដូចបងវាដែរហើយអែនត្រេក៏ទាយថាប្រហែលជាចៃរ៉ូហ្នឹងគឺចង់គប់បាល់ហ្នឹងមកទៀតហើយឪរបស់ពួកវាក៏សរសើរថាអែនត្រេហ្នឹងគឺជាកូនដ៏ល្អនិងអ្នកខ្លាំងជាងគេបំផុតនៅតកូប៊ុំប៊ុំហើយអែនត្រេក៏បានផ្អើលប្រសេះវាទៅមុខហើយស្រែកថាតោះពួកយើងគឺនឹងទៅយកជ័យជំនះឲ្យគ្រួសាររបស់ពួកយើងម៉ៃបានតែប៉ុណ្្នឹងអីចៃរ៉ូវាយឯខ្ទប់ហើយចៃរ៉ូក៏ស្រែកថាពួកឯងហ្នឹងគឺនឹងមិនអាចមកចិត្តពួកអញបានទេអាភ្លឺហើយក៏បានគប់ steel ball របស់ខ្លួនហ្នឹងឡើងទៅលើមេឃហើយអែនត្រេក៏បានសាច់ឌឺឲ្យបានថាមិនបានគប់ទៅលើមេឃចឹងគិតថាគប់ខុសក្បាច់ហ្នឹងធ្វើឲ្យឯងហ្នឹងឈ្នះមែនតមបានទេនេះហើយអែនត្រេក៏និយាយថាបាល់របស់ចៃរ៉ូហ្នឹងគឺនឹងមិនអាចហោះដល់គាត់បានទេតែនិយាយមិនទាន់ចប់ផងអាបាល់ដែលចៃរ៉ូហោះហ្នឹងវាស្រាប់តែធ្លាក់ឲ្យមកស្ពីនចំដុំថ្មហើយធ្វើឲ្យវានឹងខ្ទាតដុំថ្មទៅរកអែនត្រេដែរម្ដងតែចៃរ៉ូឥឡូវនេះចាប់ចំណុចខ្សោយពួកវាបានហើយថាពួកវានឹងគឺកំទេចបានតែដៃទេដុំថ្មវាធ្វើអីអត់បានទេហើយចៃរ៉ូក៏ប្រាប់ឲ្យចនេះរៀបចំឲ្យបានឲ្យលឿនទៅនៅសល់2នាក់ទៀតវាយមិនកើតទេព្រោះនេះចម្លៃខ្លាំងណាស់ដែលកាត់មកអែនត្រេវិញដែលមកដុំថ្មមិញហ្នឹងគឺធ្លុះពោះរបស់វាបាត់ហើយដែលវាឈឺចាប់ជាខ្លាំងដល់ណាក់វាស្រែកហៅវាអើយជួយផងឈឺហើយរឿងរបស់យើងគឺចប់តែត្រឹមតែពួកវាគឺភ្ញាក់ផ្អើលដែលដុំថ្មធ្លុះពោះរបស់អែនត្រេ